Hello សុខសប្បាយទេបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតជាមួយនឹងទីផ្សារ market ជាថ្មីមកហឹកនេះខ្ញុំអត់សូវបានអាប់ដេតជាមួយបងប្អូនដោយសារតែមានការរវល់ច្រើនគួរសមដែរហើយដកខ្លួនអត់រួចដល់ពេលអញ្ចឹងទៅថ្ងៃនេះខ្ញុំចង់ឆ្លៀតឱកាសជាមួយទីផ្សារអាប់ដេតជាមួយបងប្អូនដែលទីផ្សារគឺថ្ងៃនេះបានឡើងខ្លាំងគួរសមហើយថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនអំពី stock មួយដែរជា stock ល្អដែរហើយតម្លៃវាគឺក្រៅ$100បងប្អូនក្រុមហ៊ុននេះគឺ Nuclear Energy ហើយក្រុមហ៊ុននេះគឺល្អគួរសមហើយខ្ញុំក៏ចូលចិត្តលេងដែរតែខ្ញុំអត់ដែរបាននិយាយនៅក្នុងវីដេអូឯងបងប្អូនដោយសារតែខ្ញុំមាន stock ច្រើនដែលត្រូវមើលហើយនេះ stock វិញនេះគឺល្អដែរដែលមានឈ្មោះsymbol វាគឺ OKLO ក្រុមហ៊ុននេះគឺល្អហើយឡើងចុះលឿនណាបងប្អូនបើសិនជាយើងលេងទិញលក់ short term ណាក្រុមហ៊ុននេះគឺល្អដូច UU ដែរ UU ក៏ចុះឡើងលឿនដែរបងប្អូនហើយកាលពីម្សិលមិញក្រុមហ៊ុនហ្នឹងគឺចុះរហូតដល់ទៅ$5ក្នុងមួយ share ហើយខ្ញុំទិញក្រុមហ៊ុនហ្នឹងម្សិលមិញទេខ្ញុំទៅទិញថ្ងៃនេះគឺវាឡើងដល់$11ហើយក្រុមហ៊ុនផ្សេងៗក៏ឡើងដែរបងប្អូនឡើងច្រើនមែនទែនហើយក្រុមហ៊ុននេះគឺគេថ្ងៃនេះគេឡើងដោយសារតែខ្ញុំមើលព័ត៌មានគឺគេកាត់ approval from នៅសហរដ្ឋអាមេរិកតែគេបើករោងចក្របងប្អូនដល់ចឹងទៅក្រុមហ៊ុននេះគឺបានស្ទុះឡើងរហូតដល់ទៅ$11បងប្អូនហើយខ្ញុំនឹងដាក់ឈ្មោះបងប្អូនដាក់ឈ្មោះក្រុមហ៊ុនហ្នឹងនៅក្នុងអក្សរនៅខាងក្រោមបងប្អូនហើយបងប្អូនអាច follow មើលទៅក្រុមហ៊ុននេះល្អហើយខ្ញុំទិញលក់ច្រើនដងហើយបងប្អូនមិនតិចជាង20ដងហើយក្រុមហ៊ុននេះហើយក្រុមហ៊ុននេះគឺទៅថ្ងៃអនាគតល្អបើសិនជាបងប្អូនចង់ទុក long term ហើយម្យ៉ាងវិញទៀតខ្ញុំចង់អាប់ដេតជាមួយបងប្អូនអំពី Palantir បងប្អូន PLTR ឥឡូវគឺចុះរហូតដល់ទៅដូចជា$10ជាងណាកាលពីមហឹកម៉ានមុនគឺវាខ្ទង់140ជាងឥឡូវនេះវាធ្លាក់នៅសល់តែ130ជាងឯង